វីដេអូនេះសម្រាប់ការបង្កើត Price Adjustment ជាដំបូងចូលទៅក្នុង Quick Access បន្ទាប់មកជ្រើសរើសយកពាក្យ Create Credit Note បន្ទាប់មកទៀតជ្រើសរើសយកពាក្យ Price Adjustment បន្ទាប់មកជ្រើសរើសឈ្មោះអតិថិជនបំពេញថ្ងៃខែដែលចង់ចេញ Credit Note សម្រាប់ Price Adjustment នោះរួចបំពេញលេខ Credit Note សម្រាប់ Reference Invoice Number គឺជា Invoice ដែលយើងបាន create រួចពីមុនហើយបន្ទាប់មកយើងចង់ធ្វើ Price Adjustment អញ្ចឹងយើងជ្រើសរើសយក Invoice នោះដូចនេះអ្នកទាំងអស់គ្នានឹងឃើញ Item Invoice pop up ឡើងមករួចចុចនៅកន្លែងចុច3នេះដើម្បី Edit Line កែប្រែតម្លៃរបស់ Item មួយនោះនៅពេលដែលលោកអ្នកកែប្រែតម្លៃរួចហើយសូមលោកអ្នកបំពេញ Memo បន្ទាប់មកធ្វើការ Save នឹង Add New ឬក៏បោះយកតែម្ដងដូចនេះសម្រាប់កញ្ចប់$45ត្រូវការឆ្លងកាត់ Approval Process ការបង្កើត Price Adjustment បានរួចរាល់